វីដេអូនេះអ្នកប្រឡងបាក់ឌុបគួរតែមើលជំរាបសួរអ្នកមើលដំណើរសេងខ្ជូតនិងសង្ហាទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ស៊ីងអ្នកប្រឡងបាក់ឌុបមិនថាថ្នាក់វិទ្យាសាស្ត្រពិតមិនថាថ្នាក់វិទ្យាសាស្ត្រសង្គមទេដែលឆ្ងល់អត់ថាតើចម្លើយសម្រាប់សំណួរឬក៏ចម្លើយសម្រាប់លំហាត់ធ្វើបែបណាទៅសេបែបណារបៀបម៉េចទៅសេជាត្រេឬក៏ជាជួរឬក៏របៀបម៉េចដែលត្រឹមត្រូវតាមក្រសួងដែលទៅសេទៅបានបន្ទុកពេញស្របតាមអីដែលគេចង់បានណាអញ្ចឹងស្រួលខ្លាំងមែនតើមានពីរវិធីអ្នកគ្នាអាចទៅមើលបានទី1ទៅមើលវិញ្ញាសាចាស់ព្រោះថាវិញ្ញាសាចាស់គឺគេបានបង្ហាញចម្លើយមកដែលត្រឹមត្រូវដែលល្អដែលស័ក្តិសមដែលតាមអីចង់បានរបស់ក្រសួងណាគឺគេបានផុសឬគេបានដកស្រង់ចេញពីសភៅអ្នកគ្នាអាចទៅរកមើលបានតាម website តាម Facebook តាម TikTok ក៏បានឬក៏ app បាក់ឌុបapp បាក់ឌុបគឺគេបង្ហាញមកអញ្ចឹងណាហើយនឹងមានផ្សេងទៀតតាមអ៊ីនធឺណិតអីចឹងទៅចំណែកឯទី2វិញអ្នកគ្នាអាចទៅមើលវីដេអូចែករំលែកឬក៏បទពិសោធន៍ឬក៏អីរបស់អ្នកដែលប្រឡងបាននិទេសល្អៗដូចជាតែ A តែ B តែ Cនិយាយទៅអ្នកដែលប្រឡងជាប់អ្នកដែលមានសមត្ថភាពក្នុងការប្រឡងបាក់ឌុបជាប់ណាអ្នកគ្នាអាចទៅសួរពួកគាត់ឬក៏នៅពេលដែលគាត់ចែករំលែកពីបទពិសោធន៍របស់ពួកគាត់អ្នកគ្នាអាចទៅមើលដើម្បីទទួលយកបទពិសោធន៍របស់ពួកគាត់ហើយវឹកហាត់ខ្លួនឯងហើយបើកាន់តែច្បាស់អ្នកគ្នាអាចទៅមើលក្រសួងព្រោះសំណួរទាំងអស់ហ្នឹងគឺចែកចេញពីក្រសួងអញ្ចឹងបើសិនជាក្រសួងអប់រំបានផុសពីសំណួរឬក៏ពីចម្លើយណាមួយអាហ្នឹងបានន័យថាជាចម្លើយពិតជាចម្លើយដែលត្រឹមត្រូវឬក៏កំណែនៃសំណួរហ្នឹងរបៀបចឹងអ្នកគ្នាឧទាហរណ៍សម្រាប់ខ្ញុំផ្ទាល់ហ្មងការប្រឡងបាក់ឌុបទៅលើមុខវិជ្ជាសិលធម៌ខ្ញុំឆ្ងល់ថាតើសំណួរសិលធម៌វិញអញ្ចឹងតើគេទៅសេបែបម៉េចទៅគេបានបន្ទុកពេញបានត្រឹមត្រូវទៅលើសំណួរហ្នឹងអញ្ចឹងខ្ញុំបកទៅមើលវិញ្ញាសាចាស់សំណួរនេះរបៀបចេះគេទៅសេប៉ុណ្ណឹងត្រូវសំណួរនេះបែបនេះគេទៅសេប៉ុណ្ណឹងត្រូវអានេះគេសេជាជួរអានេះទៅសេជាត្រេពីរបៀបម៉េចអញ្ចឹងពេលវេលាយើងចិត្តដល់អីអញ្ចឹងព្យាយាមមើលទៅវិធីសាស្ត្រណាដែលល្អយើងសាកទៅយើងមកហាត់ទៅថាវាបានផលបានជោគជ័យអត់ស្ដីលើកន្លែងការខំប្រឹងការព្យាយាមតែងតែទទួលបានជោគជ័យមកវិញហើយកុំភ័យ James Wilson អាជីមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀត Peace out